កិច្ចសន្ទនាជាយុទ្ធសាស្ត្រ2+2រវាងរដ្ឋមន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីការបរទេសកម្ពុជាចិនដែលធ្វើឡើងនៅថ្ងៃទី23ខាងមុខនេះគឺជាជំនួបមួយដែលធ្វើឡើងដើម្បីពង្រឹងនៅទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិការរវាងកម្ពុជានិងចិនផងក៏ដូចជាការពិភាក្សាគ្នាអំពីបញ្ហាតំបន់នៅក្នុងពិភពលោកផងដែរខណៈពេលដែលពិភពលោកបច្ចុប្បន្នកំពុងតែជួបប្រទះនឹងការប្រែប្រួលសណ្ដាប់ធ្នាប់ថ្មីដែលមហាអំណាចហាក់បានដូចជាចង់រៀបចំនៅសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញនៅតាមតំបន់ផ្សេងជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតំបន់សមុទ្រចិនខាងត្បូងក៏ដូចជានៅមជ្ឈមបូព៌ាដែលយើងឃើញថាជាស្ថានភាពកើតឡើងពីសង្គ្រាមដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានធ្វើឡើងបង្កឡើងជាទៅលើប្រទេសអ៊ីរ៉ង់បន្ថែមពីនេះកិច្ចសន្ទនា2+2នេះក៏នឹងរួមចំណែកស្ដារនិងបង្កើនឥទ្ធិពលការទូតសាធារណៈរបស់ចិននៅកម្ពុជាក្នុងចំណោមសាធារណមន្ត្រីកម្ពុជាដែលកន្លងទៅមជ្ឈដ្ឋាននានាទាំងអ្នកនយោបាយក្រៅរដ្ឋាភិបាលក៏ដូចមហាជនសាធារណជនមួយចំនួនហាក់បានចោទជាចម្ងល់អំពីការចូលរួមរបស់ចិនដែលជាមិត្តដៃថែបរបស់កម្ពុជានៅក្នុងការជួយដោះស្រាយនិងសម្របសម្រួលបញ្ហាព្រំដែនកម្ពុជាថៃដែលកងទ័ពថៃបានវាយប្រហារនិងឈ្លានពានរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជាផងដែរដូច្នេះវត្តមានរបស់រដ្ឋមន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីការបរទេសចិននៅពេលនេះទោះជានៅក្នុងបញ្ហាតំបន់ឬក៏ពិភាក្សានៅក្នុងបញ្ហាពិភពលោកផ្សេងក៏ដោយយើងឃើញថាសំណុំរឿងព្រំដែនកម្ពុជាថៃនឹងคล้ายទៅជាចំណុចមួយដែលជាប្រធានបទសំខាន់ហើយក៏ជាការឆ្លើយតបបង្ហាញទៅដល់សាធារណជននៅកម្ពុជាថាចិនមិនដែលទុកកម្ពុជាចោលដោយមិនរវាងរវល់ឡើយក្នុងនាមជាមិត្តដៃថែបក្នុងនាមជាមិត្តភ័ក្តិដែលមានភាពស្មោះត្រង់នៅក្នុងនយោបាយការបរទេសជាមួយសាធារណរដ្ឋប្រជាមានិតចិនជាការពិតណាស់នៅក្នុងនយោបាយការបរទេសចិនមិនចង់លូកដៃជ្រៅក្នុងបញ្ហាចំនួនរវាងប្រទេសទាំងពីរកម្ពុជានិងថៃនោះទេព្រោះនៅក្នុងទំនាក់ទំនងអន្តរជាតិគ្មានមិត្តគ្មានសត្រូវប៉ុន្តែគេពិនិត្យសំខាន់ទៅលើផលប្រយោជន៍ពោលគឺគេមិនចង់ធ្វើអ្វីមួយដែលបង្ហាញពីការគ្រប់គ្រងដល់ភាគីណាមួយដែលនាំឲ្យបាត់បង់ផលប្រយោជន៍ជាមួយនឹងភាគីម្ខាងទៀតនោះទេខណៈដែលប្រទេសទាំងពីរកម្ពុជានិងថៃសុទ្ធសឹងតែជាដៃគូដែលផ្ដល់ផលប្រយោជន៍ដល់ចិនទាំងនៅក្នុងទិដ្ឋភាពផ្សេងៗគ្នាបើទោះបីជាថៃជាសម្ព័ន្ធមិត្តយោធាដ៏ជិតស្និទ្ធរបស់អំណាចសហរដ្ឋអាមេរិកក៏ដោយទោះជាយ៉ាងណាចិនដែលតែងតែបង្ហាញនូវជំហរនយោបាយការបរទេសទន់ភ្លន់នៅក្នុងរូបភាពជាអ្នកសម្របសម្រួលឬជាអន្តរការីដែលបង្កាន់ជំហរស្ថាបនានិងចង់ឲ្យគូភាគីដោះស្រាយគ្នាដោយសន្តិវិធីតែងតែបានប្រកាសខ្លួនជាមិត្តរបស់ភាគីជំនួសទាំងពីរជាជាងការបង្ហាញជំហរជ្រើសរើសម្ខាងទាត់ចោលម្ខាងលើពីនេះវត្តមានរបស់ប្រមុខការទូតនិងប្រមុខការពីជាតិចិននៅកម្ពុជានៅពេលខាងមុខនេះក៏បង្ហាញអំពីភាពជោគជ័យនៃនយោបាយការបរទេសបែបការចម្រុះពណ៌ឬយើងហៅថាការថែរក្សាតុល្យភាពរវាងមហាអំណាចទំនាក់ទំនងរវាងមហាអំណាចរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរខណៈដែលយើងបានបង្ហាញសមានចិត្តជាមួយនឹងសហរដ្ឋអាមេរិកនិងស្វាគមន៍នៅកិច្ចសម្បត្តិការជាមួយសហរដ្ឋអាមេរិកក៏ដូចជាមហាអំណាចផ្សេងៗទៀតដូចជាប្រទេសបារាំងនិងសហព័ន្ធរុស្ស៊ីជាដើមយើងឃើញថានៅចុងក្រោយនេះចិនដែលជាមិត្តដៃថែបរបស់កម្ពុជាក៏បានបោះដៃក៏បានរៀបចំដំណើរទស្សនកិច្ចជាផ្លូវការមកកាន់កម្ពុជាតាមរយៈវត្តមានរបស់ប្រមុខការពីជាតិនិងប្រមុខរដ្ឋមន្ត្រីការបរទេសចិនមកកម្ពុជាដើម្បីជំរុញពង្រឹងទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិការទាំងនៅក្នុងវិស័យនយោបាយនិងការពីជាតិជាមួយនឹងប្រទេសកម្ពុជាផងដែរ